នេះជាវីដេអូ highlight នៃការប្រកួតរវាងក្រុមម្ចាស់ផ្ទះប្រខារីស្វាយរៀងជាមួយនឹងក្រុមភ្ញៀវអង្គរ Tiger ឱកាសដំបូង Fuji បញ្ជូនមកឲ្យជួសន្តិកាត់ទៅឲ្យមិនរតនៈសុទ្ធមួយជើងបញ្ចូលទីបានសម្រាប់ក្របនៅមុខ1 ទល់នឹង 0 ត្រឹមតែ 10 នាទីប៉ុណ្ណោះពីការបញ្ជូនផ្លត់របស់ខ្សែការពាររបស់អង្គរ Tiger មកដល់ Fuji ឆក់បាល់បានទម្លាក់ឲ្យជួសន្តិក៏ទម្លាក់បន្តឲ្យមិនរតនៈសុទ្ធមួយជើងនេះគ្មានសល់នោះទេបាទឱកាសជាបន្តភ្លាមរបស់ប្រខារីស្វាយរៀងតែម្ដងត្រង់នេះបញ្ជូនទៅឲ្យប៊ុនផាចាន់ប៊ុនផាចាន់ក៏សុទ្ធមួយជើងស្ដាំផុតដៃអ្នកចាំទីយីមុនហេងបង្កើតបានជាគ្រាប់បាល់ទី2សម្រាប់ប្រខារីស្វាយរៀងនៅត្រឹមនាទីទី12ឱកាសពីមិនរតនៈកាត់ឲ្យ Nick Taylor ក៏អស់ឲ្យកាត់មួយជើងស្ដាំមកនេះផុតសេរីគ្រីយ៉ានៅសល់ញៀនសុកស៊ីដានបន្ថែមមួយជើងឆ្វេងនេះបាល់ចូលក្នុងសំណាញ់ទីបាត់ទៅហើយបាទយើងមើលចោលការកាត់មករបស់ Nick Taylor នេះបាទល្អមែនតើហើយញៀនសុកស៊ីដានមួយជើងឆ្វេងរបស់គេនេះគ្មានសល់នោះទេបាទកីឡាករមុតសត្វចានៅក្នុងសំណាញ់ទីត្រង់នេះគឺជាការលេងផ្លាត់របស់ខ្សែការពារដូចគ្នាបញ្ជូនមកឲ្យចូលឲ្យពេត្រូសុទ្ធមួយជើងស្ដាំក្របតាមពីក្រោយ1 ទល់នឹង 3 ទៅលើក្រុមម្ចាស់ផ្ទះបាទស៊ុយវិសាលគាត់បញ្ជូនមកឲ្យត្រង់កន្លែងនេះសេតរ៉ូស៊ីបគាត់បញ្ជូនមកខ្លីពេកធ្វើឲ្យអង្គរ Tiger ឆក់បាល់បានបញ្ជូនមកឲ្យចូលឲ្យពេត្រូមួយជើងស្ដាំនេះគ្មានសល់នោះទេឱកាសទៅជាបន្តពីប្រខារីស្វាយរៀងទៅធ្លាក់មកដល់ញៀនសុកស៊ីដានទាញមួយឲ្យក៏សុទ្ធឆ្វេងចូលទីបានសម្រេចគ្រាប់ទី4ពីកីឡាករញៀនសុកស៊ីដានបាទទាញផុតខ្សែការពារ1 2 3ហើយក៏សុទ្ធមួយជើងឆ្វេងនេះបញ្ចូលទីបានសម្រេចឱកាសពីអង្គរ Tiger ក៏មានដូចគ្នាការសុទ្ធមួយជើងស្ដាំស្រាលហើយក៏បន្ថែមមួយជើងទៀតចូលទីប៉ុន្តែបាល់នេះគឺជាបាល់ offside នោះទេលោកអាញាកណ្ដាលខ្សែបន្ទាត់លើកទង់ថាបាល់នេះស្ថិតក្នុងចំហ offside បាទបញ្ចប់ការប្រកួតវគ្គទី1 4 ទល់នឹង 1ជាការនាំមុខរបស់ក្រុមម្ចាស់ផ្ទះប្រខារីស្វាយរៀងចូលមកដល់វគ្គទី2ក៏មិនស្រាកស្រានក្នុងការប្រយុទ្ធដែរ Nick Taylor ត្រង់កន្លែងនេះទាញទៅហើយក៏កាត់មួយជើងឆ្វេងមកនេះប៊ុនផាចាន់ប៊ុនកងទៅបន្ថែមមិនតាន់ទេវិសនឹងមានគ្រាប់បាល់ទី5កើតឡើងទៅហើយពីប្រខារីស្វាយរៀងបាទទៅជាបន្តពីមិនរតនៈក៏សម្លឹងឃើញ Nick Taylor ទៅមួយសាទៀតឲ្យកាត់មកត្រង់កន្លែងនេះបាទអូយប៊ុនផាចាន់ប៊ុនកងខុសតែបន្តិចទេបាល់នេះបាទបញ្ជូនចោះមក Nick Taylor ជាបន្ត Nick Taylor ក៏សម្រេចចិត្តសុទ្ធមួយជើងឆ្វេងបាទជាប់ជាមួយនឹងអ្នកចាំទីយីប៊ុនហេងជាអ្នករក្សាបាល់នេះបានមិនឲ្យប៉ោងសំណាញ់ទីរបស់ខ្លួននោះទេទៅជាបន្តពីបាទ Moreche ក៏ទម្លាក់មកញៀនសុកស៊ីដានក៏សុទ្ធមួយជើងឆ្វេងបង្កើតបានជាគ្រាប់ទី5សម្រាប់ប្រខានរាជស្វាយរៀងត្រឹមនាទីទី76បាទ5 ទល់នឹង 1ការសុទ្ធមួយជើងឆ្វេងរបស់ញៀនសុកស៊ីដាននេះជាជើងស៊ីនរបស់គេហើយបាទយើងមើលចុះញៀនសុកស៊ីដានក៏ទម្លាក់ទៅឲ្យ Moresh ក៏ទាញផុត1ផុត2ហើយ Moresh ក៏សម្លឹងឃើញញៀនសុកស៊ីដានទម្លាក់មកវិញស៊ីដានគៀសបន្តិចយកឲ្យឡងហើយក៏សុទ្ធមួយជើងឆ្វេងនេះស្អាតណាស់អ្នកចាំទីយីប៊ុនហេងបានត្រឹមតែឈរមើលបាល់ចូលក្នុងសំណាញ់ទីរបស់ខ្លួននោះទេបាទជាប់ចង្កេះហើយលោតតាណាក៏មិនរួចដែរការសុទ្ធរបស់ស៊ីដាននេះស្អាតពេកហើយឱកាសបាល់ពេលនឹងទីក៏ធ្វើបានសម្រេចពីកីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Moraes បាទ6 ទល់នឹង 1បាទជាការនាំមុខរបស់ប្រខារីស្វាយរៀងនៅក្នុងនាទី90+2ហើយគ្រាប់បាល់នេះក៏ជាគ្រាប់បាល់ចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះប្រខារីស្វាយរៀងផងដែរបាទ